ហ្នឹងហើយបងប្អូនថ្ងៃនេះយើងយកអំភ្លីឲ្យបងប្អូនយើងនៅបន្ទាយមានជ័យបងប្អូនហ្នឹងហើយហួសបន្ទាយមានជ័យទៀតបងប្អូនមកដល់ចិត្តផ្សារបឹងតគួនក្បែរច្រកព្រំដែនថៃបងប្អូននេះម្ចាស់គាត់ដែលគាត់កំងរបស់ខ្ញុំ4 channel នេះបងប្អូនថ្ងៃនេះមកម៉ោង 2:10 មកដល់ម៉ោង 3 ជាងបងប្អូនអើយមកដល់សាកបានប្រហែលកន្លះម៉ោងល្ងាចល្មមហ្នឹងហើយបងប្អូនខ្ញុំឥឡូវមកដល់ផ្ទះគាត់រៀបឲ្យគាត់រួចហើយឥឡូវយើងតេស្តសម្លេងជាមួយគាត់រួចរាល់ហើយហ្នឹងហើយបងនិយាយថាអំភ្លីតូចហ្នឹងអូស8រួចមែនអត់រួចអូនរួចមែនទេបាទរួចមែនទេហើយពេញចិត្តអត់ពេញចិត្តហើយមិនមែនតែឲ្យរៀបថែមទៀតបាទហ្នឹងហើយបងប្អូននេះខ្ញុំយកមកដើមឲ្យគាត់គឺឲ្យគាត់សាក់8គ្រាប់នេះ8គ្រាប់ប៉ុន្តែរបស់គាត់មាន2 10ហ្នឹងហើយប៉ុន្តែម្ដងរបស់ខ្ញុំហ្នឹងគឺលើកតែឯងរួចស្រាលលើកតែឯងរួចមិនសំណំទេមិនសំណំជឿនេះជឿនេះបាទហ្នឹងហើយបងប្អូនខ្ញុំធ្វើវីដេអូនេះដើម្បីថាឲ្យបងប្អូនជឿថារបស់ខ្ញុំវាទូចគឺវាអូស8រួចមែនអញ្ចឹងណាភាគច្រើនមានបងប្អូនយើងគឺគាត់អត់ជឿទេហ្នឹងហើយបងប្អូនចាំជួបគ្នានៅវីដេអូក្រោយៗទៀតចំពោះភ្ញៀវដែលគាត់កំងខ្ញុំទៅដល់កន្លែងដូចបងអញ្ចឹងហ្នឹងហើយនេះនោះឆ្ងាយបងនេះជួលព្រំដែនថៃនេះបាទនេះទៅថៃហ្នឹងហើយចិត្តព្រំដែនថៃបងប្អូនហ្នឹងហើយអរគុណច្រើនណាបងបាទ